ថ្ងៃនេះខ្ញុំមកធ្វើជ្រក់ស្លឹកខ្ទឹមណាបងប្អូនខ្ញុំឃើញអ្នកខ្លះគេកាត់ស្លឹកខ្ទឹមចោលអស់ពាក់កណ្ដាលបងប្អូនតែសម្រាប់ខ្ញុំអត់កាត់ចោលទេព្រោះស្លឹកខ្ទឹមហ្នឹងឆ្ងាញ់ជាងគល់របស់វាទៀតបងប្អូនដឹងទេស្លឹកខ្ទឹមមានអត្ថប្រយោជន៍ច្រើនណាវាសម្បូរវីតាមីន C ជួយពង្រឹងប្រព័ន្ធការពាររាងកាយយើងឲ្យរឹងមាំបានល្អសម្បូរវីតាមីន A ជួយឲ្យភ្នែកមើលឃើញច្បាស់វាមានវីតាមីន K ជួយការពារមិនឲ្យឆ្អឹងពុកហើយវាមានប៉ូតាស្យូមជួយសម្រួលដល់សម្ពាធឈាមកាត់បន្ថយខូលេស្តេរ៉ុលហើយការពារការកើតជំងឺបេះដូងផងវាមាន fiber ជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាមហើយវាជួយសម្រួលដល់ពោះវៀនធ្វើឲ្យងាយស្រួលបត់ជើងផងដែរដាំទឹក800 ml ដាក់ស្ករស2ស្លាបព្រាបាយអំបិល1ស្លាបព្រាបាយហើយដាក់ប៊ីចេងមួយចឹបមកណាបងប្អូនដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់ថ្ងៃនេះខ្ញុំប្រើបរិមាណកន្លះគីឡូបងប្អូនយើងចាក់ទឹកដែលមានកម្ដៅអ៊ុនៗនឹងចូលនៅក្នុងគីឡទុកចោល2-3យប់ទៅប៉ុណ្ណេះបានញ៉ាំហើយបងប្អូនស្លឹកខ្ទឹមស្រស់គឺវាមានអត្ថប្រយោជន៍ច្រើនស្រាប់ហើយនៅពេលដែលយើងយកវាមកត្រាំអញ្ចឹងទៀតវាបង្កើតបានទៅជាប្រូបៃអូទិកមួយមុខទៀតកាន់តែអស្ចារ្យថែមទៀតហើយបើរសជាតិវិញឲ្យ10 លើ 10ហ្មងឆ្ងាញ់ណាស់